សួស្តីពុកម៉ែបងប្អូនទាំង25ខេត្តក្រុងថ្ងៃនេះយើងយកម៉ូទ័របូមទឹកប្រាគុយឬក៏ម៉ូទ័របូមទឹកប្រាសូឡាធ្វើតេស្តមុននឹងដាក់ជូនភ្ញៀវបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលតម្រូវការស្វែងរកម៉ូទ័របូមទឹកប្រាគុយឬក៏ប្រើប្រាស់ជាមួយនឹងសូឡាភ្លើង DC បងប្អូនណាបាទអញ្ចឹង12វ៉ុលបាទអញ្ចឹងខ្ញុំមានលក់ជាប្រភេទម៉ូទ័រតម្លាក់ចូលគេហៅថាម៉ូទ័រត្រាំក្នុងទឹកហ្នឹងក៏យើងមានហើយនឹងម៉ូទ័របូមពីលើបឺតពីលើបងប្អូនណាហើយវាប្រើប្រាស់ធនធានាឲ្យរយៈពេលរហូតដល់1ឆ្នាំបើសិនជាបងប្អូនយកទៅប្រើប្រាស់ម៉ូទ័រនេះវាមានទម្ងន់រហូតដល់ជាង3គីឡូបាទវាធ្ងន់គួរសមដែរអញ្ចឹងយើងប្រើប្រាស់ជាមួយនឹងតយោគេថាបើសិនជាដងបុកណាមុខតយោប៉ែតយើងតម្លាក់ចូលធូរឲ្យបងប្អូនគេថាវាលងណាបាទបើសិនជាបងប្អូនដាក់តយោមកទឹកទៀតរឹតតែធូរស្រួលបូមទៀតបាទវាតម្លាក់ទៅគឺវាចូលបងប្អូនបាទអញ្ចឹងបញ្ជាក់ឲ្យបើសិនជាបងប្អូនប្រើដងបុកយើងចាប់ពីតយោប៉ែតយើងតម្លាក់វាចូលបានហើយមុខទឹករបស់វាតយោចេញរបស់វាហ្នឹងគឺ27បងប្អូនប្រហែលតយោទឹករត់របស់យើងណាបាទឥឡូវនេះខ្ញុំយកមកធ្វើតេស្តមុននឹងដាក់ជូនភ្ញៀវយើងធានាជូនរយៈពេលដល់1ឆ្នាំម៉ូទ័រហ្នឹងហើយខ្សែវាភ្ជាប់មកប្រហែលជា10ម៉ែត្រជាងបងប្អូនខ្សែហ្នឹង10ម៉ែត្របាទអញ្ចឹងនេះយើងធ្វើតេស្តជូនភ្ញៀវយើងតម្លាក់វាចូលក្នុងទឹកតែម្ដងហើយយើងចាប់ជាមួយនឹងអាគុយឬក៏ផ្ទាំងសូឡារបស់យើងមកគឺវាបូមហើយបងប្អូនបាទអញ្ចឹងបងប្អូនមិនចាំបាច់ខ្លាចខូចទេដោយសារអាហ្នឹងគេធ្វើមកសម្រាប់ត្រាំទឹកបងប្អូនថាខ្លាចត្រាំទឹកទៅវាឆាប់ខូចបងប្អូនបូមស្រះឬក៏បូមតាមបន្លាយអីដាក់ត្រែឬក៏បូមប្រើប្រាស់ជាមួយនឹងដាក់ទៀងស្រោចចកាអីគឺស្រួលតែម្ដងបងប្អូនបាទអញ្ចឹងគឺយើងមិនចាច់តាមបាច់ប្រើភ្លើង220ទេយើងមានតែអាគុយតូចមួយនេះគឺយើងបូមបានហើយបើយើងមានផ្ទាំងសូឡាសាកពីលើមកបងប្អូនប្រើប្រាស់វាមួយថ្ងៃវាស់ល្ងាចតែម្ដងបងប្អូនបាទអញ្ចឹងខ្សែហ្នឹងបើសិនជាវាខ្លីពេកយើងអាចតវាថែមក៏បានដែរបាទអញ្ចឹងកម្លាំងទឹកវាគឺចេញខ្លាំងដូចតយោទឹករត់អញ្ចឹងគឺវាទំហំប៉ុនគ្នាបងប្អូនណាបាទបើសិនជាបងប្អូនចង់បានយើងផ្ញើបានគ្រប់25ខេត្តក្រុងបងប្អូនយកតម្រូវការបូមដាក់ពីងបូមដាក់ស្តែនទឹកឬក៏បងប្អូនស្រោចបន្លែឬក៏បូមដាក់ចកាយផ្សេងបងប្អូនតាក់ទងផ្ញើបានគ្រប់25ខេត្តក្រុងយើងដឹកឲ្យបងប្អូនតាមក្រុមហ៊ុនបរិយបុនថាបងប្អូននេះគឺយើងចេញពីខាងកំពង់ឆ្នាំងទៅខាងផ្សារអូអំបិលខាងបទីមានជ័យបងប្អូនគាត់យកទៅស្រោចបន្លែស្រោចចការបស់គាត់បងប្អូនបាទអញ្ចឹងបញ្ជាក់បើសិនជាបងប្អូនចង់យកទៅត្រាំទឹកបូមក៏បានហើយនឹងម៉ូទ័របឺតពីលើក៏បានបងប្អូនណានេះគឺជាម៉ូទ័រ12វ៉ុលដែរប៉ុន្តែវាជាម៉ូទ័របឺតលើគោកបងប្អូនបាទតាក់ទងកំងបានផ្ញើជូនគ្រប់ខេត្តក្រុង